សូមស្វាគមន៍ជាបន្តមកកាន់កម្មវិធី X-Talk នៃកម្មវិធី X-Factor Cambodia រដូវកាលទី2នៅក្នុងកម្មវិធីសូមថ្លែងអំណរគុណដល់ភេសជ្ជៈបើកម្លាំងបាកាសម្បូរដោយតូរីន Royal Jelly Ginseng និងវីតាមីនជាច្រើនទៀតដើម្បីជួយឲ្យអ្នកត្រៀមខ្លួនឆ្ពោះទៅកាន់ភាពជោគជ័យខ្លាចជាមនុស្សជោគជ័យជាមួយបាកាសូមថ្លែងអំណរគុណដល់ស្រាបៀរហនុមានស្រាបៀរគុណភាពខ្ពស់វិសាលភាពគ្រប់ពេលនិងសូមថ្លែងអំណរគុណដល់ Fernando កាបូ Fernando ទាន់សម័យគុណភាពខ្ពស់ Fernando Fashion is not about price ឥឡូវនេះចូលដល់ការបង្ហាញអំពីលក្ខខណ្ឌឬក៏ការទិញពាក្យអនឡាញដែលបងប្អូនតែងតែថាអូងាយស្រួលប៉ុន្តែពេលខ្លះអត់ចេះចុចបាទឬមួយក៏អត់ចេះដាក់ទៅបំពេញយ៉ាងម៉េចចឹងគណៈកម្មការនឹងបន្ថែមហើយយើងខ្ញុំក៏បន្ថែមឲ្យងាយស្រួលថែមទៀតបាទពីលើគណៈកម្មការចានេះខ្ញុំជឿជាក់ថារហូតមកដល់ពេលនេះនៅមានបេក្ខជនខ្លះដែលគាត់មានគេហៅថាក្តីស្រមៃប៉ុន្តែនៅតែរួញរាស្ទាក់ស្ទើរមិនទាន់ហ៊ានសម្រេចចិត្តទិញពាក្យសុំចូលរួមប្រឡងចាថាអូយយាយញ៉ៃអនឡាញអីទេអូពិបាកចុចនេះចាញ់ឲ្យសេផ្ទាល់ចាគាត់ទៅសេហើយយើងទៅបំពេញឬក៏ទៅដល់ក្រុមហ៊ុនជាការស្រេចបាទមែនទេណាពាក្យពេលខ្លះយើងបើទិញអាដំងយើងគេហៅពាក្យ form បំពេញហ្នឹងសេខុសលុបអត់កើតទៀតទិញមួយទៀតបាទនេះគេពួកកុំព្យូទ័រ digital សរសេរខុសចុច back មកវិញមកសរសេរម្ដងទៀតហ្នឹងហើយបើថាចុច send ឲ្យបងលុយហើយខុសថែមួយទៀតទៅមានអីណោះបាទអញ្ចឹងសូមឲ្យគណៈកម្មការជំរាបជូនមើលតាក់ទងបាទលក្ខខណ្ឌបន្ថែមក្នុងការបំពេញហើយនឹងទិញពាក្យបាទចាលក្ខខណ្ឌងាយៗគឺយើងគ្រាន់តែ download app បាទ mobile app នៅក្នុងទូរស័ព្ទរបស់យើងចាហងមាន mobile app បងប្អូនអាចឃើញ logo ហងមានតែម្ដង X-Factor ទៀតចាអញ្ចឹងបងប្អូនអាចចុចចូលទៅគឺគេមានប្រាប់លក្ខខណ្ឌជាពិសេសគឺបងប្អូនអាចយើងមើលព្រោះដោយសារគេផ្សេងជាអក្សរខ្មែរចាងាយមែនតើអញ្ចឹងយើងអាចមើលទៅតាមការណែនាំរបស់ app របស់យើងចាគឺយើងអាចឃើញគេឲ្យយើងបំពេញលេខទូរស័ព្ទបំពេញឈ្មោះចាភេទអាយុក៏ដូចជាមានចាទីតាំងអីអញ្ចឹងទៅហើយជាពិសេសគឺលេខទូរស័ព្ទយើងអាចបំពេញមាន2លេខចាបំពេញលេខខ្លួនឯងនិងលេខអ្នកចិត្តដិតឧទាហរណ៍ថាមានអាណាព្យាបាលចាពុកម្ដាយឬក៏អ៊ំពូមីងអីអញ្ចឹងទៅដែលនៅក្បែរយើងអ្នកអាចដូចថាអ្នកដែលអាចជូនយើងទៅប្រឡងក៏បានណាចាយើងដាក់លេខទូរស័ព្ទគាត់ទៅដើម្បីជៀសវាងពេលដែលមានលេខតែមួយប្រព័ន្ធយើងពិបាកតាក់ទងចាប៉ុន្តែសំខាន់ណា process ដែលជោគជ័យហ្នឹងបងប្អូនកុំភ្លេចណាយើងក៏មាន Telegram ចាលោកមកតាមរយៈលេខទូរស័ព្ទរបស់យើងដែរអញ្ចឹងកុំឲ្យទៅណាឆ្ងាយពីទូរស័ព្ទជាពិសេសគឺយើងអាចតាមដានរហូតទៅហើយធ្វើឲ្យទូរស័ព្ទយើងមានសេវាអ៊ីនធឺណិតរហូតចាពីមុនយើងពិបាកណាស់ត្រូវជិះទៅរដើម្បីទិញពាក្យចាហើយយើងពេលខ្លះយើងអត់ដឹងទៅទិញនៅណាហើយត្រូវយកម្ដងអង្គុយពេញហើយភ្លេចថ្ងៃដែលគេត្រូវដាក់ទៀតចាមិនដឹងគេដាក់ថ្ងៃណាអីថ្ងៃណាតែឥឡូវនេះគឺ process ទៅតាមរយៈទូរស័ព្ទដៃគឺងាយស្រួលមែនតើចាបើសិនជាបងប្អូននៅរៀងក្មេងៗជួនកាលក៏អត់មានការដែលគាត់ត្រូវកាន់ទូរស័ព្ទអីញឹកញាប់អាចពឹងពាក់ចាឪពុកម្ដាយបងប្អូនចាជួយទិញឲ្យក៏បានដែរបើសិនជាខ្ញុំមានក្រុមគ្រួសារនៅក្នុងផ្ទះមានអ្នកចេះច្រៀងឲ្យចង់ប្រឡងបច្ចេកខ្ញុំប្រកាសជាជួយទិញឲ្យងាយស្រួលព្រោះដោយសារឥឡូវហ្នឹងគ្រប់យ៉ាងបងប្អូនដឹងហើយសូម្បីតែយើងបង់លុយទិញអីវ៉ាន់ឥឡូវក៏យើងទិញទៅតាមរយៈទូរស័ព្ទដែរចាយើងឡើងចាយលុយទៅហើយចាអញ្ចឹងរឿងអីការទិញពាក្យតាមរយៈទូរស័ព្ទយើងធ្វើអត់បានចាខ្ញុំជឿថាងាយស្រួលមែនតើសម្រាប់បងប្អូនឥឡូវហ្នឹងអញ្ចឹងបើសិនជាឱកាសដែលងាយស្រួលប៉ុណ្្នឹងហើយយើងឲ្យរំលងបាត់ទៅទៀតយើងកាន់តែបាត់ឱកាសហើយត្រូវចាំថាអាយុរបស់យើងកាន់តែទៅមុខហើយចាអញ្ចឹងពេលណាដែលយើងមានសមត្ថភាពអាចបញ្ចេញសមត្ថភាពច្រៀងបានយើងចាប់ផ្ដើមពីអាយុនៅក្មេងៗចាទើបយើងមានពេលវេលាច្រើនដើម្បីធ្វើកិច្ចការងារជាច្រើនទៀតព្រោះអីដោយសារវិស័យមួយឬក៏អាជីពមួយយើងទាមទារឲ្យយើងគេហៅឆ្លងកាត់ឲ្យបានច្រើនធ្វើវាឲ្យបានច្រើនដងទើបយើងអាចទទួលបាននៅលទ្ធផលព្រោះយើងអាចដុសខាត់សមត្ថភាពបានអញ្ចឹងឱកាសមួយនេះជាឱកាសដែលងាយមែនតើខ្ញុំមកដឹងថាទៅមុខទៀតបច្ចេកវិទ្យាកាន់តែជឿនលឿនប៉ុណ្ណាទេប៉ុន្តែគាត់ថាឥឡូវហ្នឹងគឺបច្ចេកវិទ្យាជឿនលឿនរហូតដល់ថ្នាក់យើងទិញពាក្យតាមរយៈទូរស័ព្ទទៅហើយអញ្ចឹងកុំឲ្យរំលងឲ្យសោះចុចទៅមកផាច់មកគឺអូខេតែម្ដងចាអ្នកកម្មការរាជវិញមានអីបន្ថែមបានបន្ថែមពីលើកញ្ញាទៀតនៅក្នុងការទិញពាក្យហ្នឹងបើសិនជាយើងមានសមាជិកនៅក្នុងគ្រួសារឬក៏មិត្តភ័ក្តិបងប្អូនណាដែលគាត់អៀនក្លាហានណាតែគាត់ច្រៀងព្រោះមានអារម្មណ៍ថាអូយបងប្អូនខ្ញុំច្រៀងព្រោះណាដេញទៅប្រឡងអត់ទៅប្រឡងសោះទិញបំពេញឲ្យហើយបងណាលឿនពេញឲ្យហើយដាក់លេខទូរស័ព្ទហ្នឹងហើយបាទប្រាប់តែជាទិញហើយអញ្ចឹងតែឥឡូវចង់ឥឡូវនេះបងអស់$2.5ក៏អត់មើលតែឥឡូវត្រូវទៅប្រឡងកូនទៅប្រឡងមកទៅប្រឡងអ្នកខ្លះតើតែមានការជំរុញពីអាណាព្យាបាលឬមួយក៏បងប្អូនទាំងអស់គ្នាអញ្ចឹងនៅពេលណាដែលគាត់មានអារម្មណ៍ថាជាអូអ្នកផ្ទះគាត់ support គាត់
គ្រប់គ្រងគាត់ឲ្យទៅប្រឡងជាងទៅគាត់មានអារម្មណ៍ថាគាត់មានទឹកចិត្តហើយចាប់តាមថតវីដេអូចាប់តាមហ៊ានក្លាហាននៅក្នុងការបើកចិត្តមួយហ្នឹងឯងបាទជួយថតឲ្យទៀតចិត្តល្អដល់ទៅទៀតអញ្ចឹងនេះគឺជាភាពងាយស្រួលសម្រាប់ការប្រឡង X-Factor រដូវកាលទី2របស់យើងគឺស្រួលមែនទែនលក្ខន្តិកៈដូចកញ្ញាក៏បានប្រាប់អញ្ចឹងគឺមកតាមលក្ខខណ្ឌរបស់គេឬមួយក៏លោកអ្នកចូលទៅកាន់ page X-Factor ឬមួយក៏ page ខំមួយលោកអ្នកនឹងមានការណែនាំអីថាបែបណាបើអត់បើសិនជាអត់ច្បាស់លោកអ្នកមើលវីដេអូតើចូលអីបែបណាទៀងទាត់ហើយធ្វើឲ្យម្ដងទៀតលុះត្រាតែលោកអ្នកបំពេញគ្រប់លក្ខខណ្ឌហើយទើបយើងឲ្យចុចដើម្បី scan យក QR ដើម្បីបាញ់លុយហ្នឹងហើយអញ្ចឹងយើងមានពេលច្រើននៅក្នុងការពិនិត្យដូចអ្វីដែលកញ្ញាក៏បានប្រាប់ក៏ដូចជាក្រុមហ៊ុនយើងបានដាក់ទៅថាគោលការណ៍របស់គេមានអីគេខ្លះបែបណាអញ្ចឹងងាយស្រួលហើយពាក្យតែ 10000 រៀលមានឱកាសមួយជាជំហានមួយនៅក្នុងការប្រឡូកក្នុងប្រទេសសិល្បៈមួយនេះហើយបាទអញ្ចឹងតាមរយៈការរៀបរាប់ជូនពីគណៈកម្មការនៅក្នុងកម្មវិធី X Factor Cambodia រដូវកាលទី2នេះសម្រាប់បងប្អូនដែលគាត់មានក្តីសម័យស្រឡាញ់ហើយភ័យខ្លាចមិនហ៊ានខ្លាចខ្មាស់គេយើងចាត់ទុកថាការចូលរួមរបស់បងប្អូននេះគឺជាការចូលរួមដើម្បីជាការរៀនទាញយកនៅបទពិសោធន៍បាទព្រោះថាអ្នកណាកើតមកក៏មិនមែនកើតមកទទួលបានជោគជ័យដែរតែងតែជួបនៅបរាជ័យកាន់តែច្រើនបាទយើងទទួលបានបទពិសោធន៍កាន់តែច្រើនពេលណាដែលគេហៅឧទាហរណ៍ថាប្រយុទ្ធកាន់តែខ្លាំងណាអ្នកនឹងកាន់តែខ្លាំងហើយគ្រាប់ធ្នូ100គ្រាប់កម្លាំងឡើងដល់1000ដងបាទអញ្ចឹងយើងកុំខ្លាចបាទចូលម្ដងហើយម្ដងនេះមិនងាយទេបងប្អូនណា X Factor 7ឆ្នាំងមានម្ដងបាទជាការអស់ផងអញ្ចឹងឥឡូវនេះមកដល់ហើយចាត់ទុកថាបើសិនជាយើងជាប់សំណាងល្អខ្លាចទៅជាម្ចាស់ពៀនបើមិនជាប់ទេយើងទទួលបាននៅបទពិសោធន៍សម្រាប់នៅការប្រឡងផ្សេងទៀតបាទក្រៅពីការលើកទឹកចិត្តជំរុញដោយខ្លួនឯងចាអាណាព្យាបាលលោកឪពុកអ្នកម្ដាយក៏ជាផ្នែកមួយដ៏សំខាន់ផងដែរក្នុងការជំរុញនិងលើកទឹកចិត្តកូនចាឆ្ពោះទៅកាន់ក្តីស្រមៃដ៏ធំធេងរបស់ពួកគេដោយសារតែកម្មវិធីប្រឡងចម្រៀង X Factor Cambodia រដូវកាលទី2នេះគឺយើងបើកឱកាសទូលាយសម្រាប់បងប្អូនដែលមានអាយុចាប់ពី15ឆ្នាំឡើងទៅចា15ឆ្នាំនេះគឺនៅក្មេងខ្ចីណាស់ចាប៉ុន្តែគឺគាត់មានក្តីសម័យចាយើងអាចមើលមិនឃើញទេថាក្មេងតូចអាយុ15ឆ្នាំគាត់មានក្តីសម័យចង់ខ្លាចទៅជាតារាចម្រៀងអាជីពដ៏ល្បីប៉ុន្តែបើសិនជាគ្មានការលើកទឹកចិត្តពីអាណាព្យាបាលពីលោកឪពុកអ្នកម្ដាយពីអ្នកជុំវិញខ្លួនពេលខ្លះក៏គាត់អត់មានកម្លាំងចិត្តដែរចានេះគឺជាការលើកទឹកចិត្តដ៏សំខាន់មួយសម្រាប់បេក្ខជនរបស់យើងហើយកុំខ្លាចថាបេក្ខជនអាយុ15ឆ្នាំប្រកួតមិនឈ្នះអ្នកដែលមានអាជីពគាត់ធ្លាប់ប្រឡងជំនាញព្រោះថាចូលមកនេះគឺអ្នកច្រៀងតាមកន្លែងផ្សេងក៏គាត់ចូលដែរគាត់ចង់ខ្លាចល្បីគាត់ធ្លាប់ប៉ុន្តែបងប្អូនភ្លេចកាលពី6ទៅ7ឆ្នាំមុនម្ចាស់ពៀន X Factor នេះច័ន្ទសុបញ្ញាបាទច័ន្ទសុបញ្ញាបើនិយាយឲ្យមែនតែនទៅជាក្មេងវត្តក្មេងជាងគេជាក្មេងវត្តទេត្រឹមតែជាក្មេងវត្តអត់មានបទពិសោធន៍ទៅច្រៀងគាត់តែក្មេងរៀនធម្មតាប៉ុន្តែខ្លាចទៅជាម្ចាស់ពៀនហើយខ្ញុំនិយាយត្រង់មួយទៀតម្ចាស់ពៀនហើយនឹងអ្នកដែលចូលរួមនៅក្នុងកម្មវិធីមួយប្រឡងចម្រៀងគឺគាត់ទទួលបានឱកាសច្រើនទទួលបានការងារច្រើនហើយប្រាក់កម្រៃគាត់អត់ដូចមុនទេបាទកាលលើនេះគឺស្ដាប់មកចូលដល់គេអត់និយាយរយទេឡើងជ្រៀងម្ដងពេល3000ហើយបាទអញ្ចឹងឱកាសសម្រាប់បងប្អូនណាស់បាទគឺសម្រាប់បើកឱកាសទូលំទូលាយសម្រាប់បេក្ខជនហើយអញ្ចឹងរស់រាន់ទាំងអស់គ្នាផុតកំណត់ថ្ងៃទី28ខាងមុខនេះហើយបាទចាអញ្ចឹងសូមកុំភ្លេចណាបញ្ជាក់ជូនម្ដងទៀតសម្រាប់បងប្អូនបេក្ខជនដែលមិនទាន់ទិញពាក្យដាក់ពាក្យសុំចូលរួមប្រឡងសូមរស់រាន់ឲ្យបានទាំងអស់គ្នាយើងនៅសល់តែរយៈពេលប្រហែលជាមួយសប្តាហ៍ទៀតតែប៉ុណ្ណោះចានៅក្នុងការទិញពាក្យដោយឡែកសម្រាប់បងប្អូនដែលបានចូលរួមនៅក្នុងវគ្គ Producer Audition នៅវគ្គទី1ប៉ុន្តែមិនមានទំនុកចិត្តលើខ្លួនឯងហើយចង់សាកល្បងម្ដងទៀតគឺយើងអាចទិញពាក្យថ្មីម្ដងទៀតបានដើម្បីចូលរួមជំរុះនៅវគ្គទី2ឬក៏បងប្អូនដែលចង់ចូលរួមប្រឡងមិនទាន់ហ៊ានសម្រេចចិត្តគិតឲ្យបានហើយនៅពេលណាដែលយើងចូលដល់ជំរុះថ្ងៃហៅតង់ទី2បានន័យថាការជំរុះវគ្គ Producer Audition នេះមាន2តង់ថ្ងៃ13ផុតហើយយើងនៅមានថ្ងៃមួយថ្ងៃទៀតបាទជំរុះម្ដងទៀតបងប្អូនដល់ថ្ងៃហ្នឹងទៅបំពេញពាក្យតាមអនឡាញហ្នឹងហើយតាម app ហ្នឹងហើយច្រៀងមហាសមត្ថភាពក៏បានដែរបាទងាយស្រួលតែម្ដងបាទអរគុណបាទប្រិយមិត្តទូរទស្សនិកជនសម្រាប់កម្មវិធី X Talk នៃកម្មវិធី X Factor Cambodia រដូវកាលទី2ដល់ពេលវេលាដែលបញ្ចប់ហើយអរគុណដល់គណៈកម្មការដែលបានចែករំលែកនៅបទពិសោធន៍និងផ្ដល់កម្លាំងចិត្តសម្រាប់បេក្ខជនទាំងអស់ជូនពរដល់បេក្ខជនឲ្យមានសុខភាពល្អដើម្បីឲ្យមានកម្លាំងថាមពលច្រៀងទៅឲ្យបានពីរោះឲ្យចូលទៅជាគណៈកម្មការឲ្យចូលទៅជាឲ្យមានពេញចិត្តនិងជ្រើសរើសយកទៅវគ្គបន្តបាទហើយនៅក្នុងកម្មវិធីខ្ញុំបាទសូមថ្លែងអំណរគុណដល់អ្នកឧបត្ថម្ភនៅក្នុងកម្មវិធីដោយភេសជ្ជៈបើកម្លាំងបាកាសូមថ្លែងអំណរគុណដល់ស្រាបៀរហនុមាននិងសូមថ្លែងអំណរគុណដល់ Friend Nando សម្រាប់កម្មវិធី X Talk នៃកម្មវិធី X Factor Cambodia រដូវកាលទី2យើងខ្ញុំរួមជាមួយនឹងគណៈកម្មការទាំងពីររូបសូមអរគុណសូមគោរពលាបាយ